គាថាធម្មបុត្រយកមកវគ្គទី1រឿងសញ្ជ័យបរិពាជកព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្រពនៅការដែលមិនមករបស់សញ្ជ័យបរិពាជកសម័យដែលព្រះអគ្គសាវកទាំងពីរកំពុងតែស្វែងរកនៅមកធัวលោកបានទៅសិក្សាជាមួយទៅនឹងសញ្ជ័យបរិពាជកនេះឯងព្រោះនៅក្នុងសម័យនោះសញ្ជ័យបរិពាជកជាកណាចារ្យដែលមានឈ្មោះសម្លេងល្បីល្បាញខ្លាំងណាស់នៅក្នុងក្រុងរាជក្រឹសក្រោយមកឧបទេសៈបរិពាជកគឺព្រះសរិបុត្របានស្ដាប់នៅសច្ចកថាអំពីសំណាក់នៃព្រះអសិជិថេរដោយសង្ខេបហើយក៏បានសម្រេចនៅព្រះសោតាបត្តិផលទើបត្រឡប់មកពន្យល់ឲ្យកោលិតៈបរិពាជកព្រះមហាមោគលានជាសម្លាញ់របស់ខ្លួនបានស្ដាប់រហូតកោលិតៈបានសម្រេចនៅសោតាបត្តិផលដោយខ្លួនដែរស្រេចហើយទើបនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជ័យបរិពាជកដើម្បីសុំលាទៅក្រាបថ្វាយបង្គំគល់ព្រះពុទ្ធជាម្ចាស់ព្រមទាំងបានបបួលគ្រូសញ្ជ័យឲ្យទៅគល់ជាមួយគ្នាផងដែរតែគ្រូសញ្ជ័យមិនព្រមទៅជាមួយទេឧបទេសៈនិងកោលិតៈព្រមទាំងបរិវាររបស់ខ្លួនក៏នាំគ្នាទៅគល់ព្រះបរមសាស្តាហើយបានក្រាបបង្គំទូលថ្វាយបង្គំទូលសូមបព្វជិនិងឧបសម្បទាជាភិក្ខុនៅក្នុងពុទ្ធសាសនាលុងដល់បានសម្រេចនៅសោលសកិច្ចហើយក៏បានទទួលតំណែងជាព្រះអគ្គសាវកឆ្វេងស្ដាំក្រោយមកព្រះអគ្គសាវកទាំងពីរក៏បានក្រាបទូលនៅព្រះសាស្តាអំពីរឿងដែលគ្រូសញ្ជ័យមិនព្រមមកគល់ព្រះពុទ្ធជាម្ចាស់ជាមួយទៅនឹងពួកខ្លួនតាមពាក្យបបួលព្រះបរមសាស្តាព្រះអង្គទ្រង់ជ្រាបហើយទើបព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអសារេសារមតិណោសារេចាសារៈទេសិណោទេសារមនាតិកេចហន្តិមច្ចហាសង្កបៈកោចរាសារញ្ចសារតោញត្វាអសារញ្ចអសារតោទេសារង្អធិកេឆន្តិសមាសង្កបៈកោចរាជនទាំងឡាយណាយល់ឃើញនៅក្នុងធัวដែលមានខ្លឹមសារថាជាធัวដែលមិនមានខ្លឹមសារផងជាអ្នកដែលយល់ឃើញនៅក្នុងធัวដែលមិនមានខ្លឹមសារថាជាធัวដែលមានខ្លឹមសារផងជនទាំងឡាយនោះជាអ្នកមាននៅសេចក្តីត្រេះរិះខុសជាអារម្មណ៍រមែងមិនបាននៅធัวដែលមានខ្លឹមសារឡើយឯជនទាំងឡាយឯណាដែលយល់ឃើញនៅក្នុងធัวដែលមានខ្លឹមសារថាជាធัวដែលមានខ្លឹមសារយល់ឃើញនៅក្នុងធัวដែលគ្មានខ្លឹមសារថាជាធัวដែលគ្មានខ្លឹមសារជនទាំងឡាយនោះជាអ្នកមាននៅសេចក្តីត្រេះរិះត្រឹមត្រូវជាអារម្មណ៍រមែងបាននៅធัวដែលមានខ្លឹមសារសូមអនុមោទនា